ខ្ញុំចង់បង្ហាញពីរបៀបនៃការផ្លាស់ប្ដូរ ISO សម្រាប់ម៉ាស៊ីនថតផ្សេងគ្នារបៀបនៃការផ្លាស់ប្ដូរ ISO ក៏មានរបៀបផ្សេងគ្នាដែរប៉ុន្តែនៅក្នុងនេះខ្ញុំចង់បង្ហាញឧទាហរណ៍នៅលើម៉ាស៊ីន Canon 60D ជាទូទៅមិនថាយើងនៅលើ P mode TV mode AV mode ឬក៏ Manual mode របៀបនៃការផ្លាស់ប្ដូរ ISO គឺនៅដដែលហើយនៅលើម៉ាស៊ីននេះគឺមានច្រើនរបៀបប៉ុន្តែខ្ញុំលើកយកពីររបៀបសំខាន់ទី1គឺយើងអាចផ្លាស់ប្ដូរ ISO ដោយយើងចុចនៅលើ ISO button នេះហើយយើងអាចផ្លាស់ប្ដូរវាពីតូចទៅធំឬក៏ពីធំមកតូចវិញឬក៏យើងដាក់វាជា auto របៀបទី2គឺយើងប្រើ quick menu គឺយើងចុច Q បន្ទាប់មកទៀតយើងអាចប្រើ quick control dial ដើម្បីផ្លាស់ប្ដូរ ISO បាន